안녕하세요, 여러분. 여러분들이 한국어를 잘하고 싶은데 어떻게 배우는지 잘 모르겠죠? 오늘 제가 여러분들에게 한국어를 어떻게 공부하면 잘할 수 있을까? 한국어를 어떻게 배우면 도움이 받을 수 있을까? 네, 세 방법으로 여러분들에게 알려드리겠습니다. 완전ថ្ងៃនេះគឺខ្ញុំមកជម្រាបជូនពីគន្លឹះនៃការសិក្សាភាសាកូរ៉េឲ្យបានពូកែបងប្អូនណាដោយសារតែមានបងប្អូនយើងច្រើនណាគាត់តែងតែសួរថាតើគួរតែធ្វើបែបណារៀនបែបម៉េចទើបបានធ្វើឲ្យយើងណាឆាប់ចេះនៅភាសាកូរ៉េឆាប់បានអញ្ចឹងខ្ញុំនឹងលើកយកចំនួន3ចំណុចដើម្បីជូនទៅដល់បងប្អូនអរគ្នាអញ្ចឹងចំណុចទី1បងប្អូនគឺពាក្យថាយេស៊ឹបបងប្អូនអញ្ចឹងពាក្យថាយេស៊ឹបនេះជាភាសាខ្មែរយើងអាចបកថាការមើលទុកជាមុនឬក៏រៀនទុកជាមុនឧទាហរណ៍ថាថ្ងៃស្អែកបងប្អូនត្រូវសិក្សាមេរៀនទី5ទី6ចឹងចុះហ្នឹងណាអញ្ចឹងឥឡូវនេះថ្ងៃនេះឬក៏យប់នេះបងប្អូនគួរតែយេស៊ឹបមានន័យថាយើងមើលទុកជាមុនឬក៏រៀនទុកជាមុនឲ្យហើយបងប្អូនយើងមើលទុកមុនណាយើងរៀនមុនគ្រូទៅនៅពេលដែលកន្លែងណាបងប្អូនមិនយល់កន្លែងណាដែលបងប្អូនមិនចេះបងប្អូនអាចធ្វើការ highlight ទុកនៅពេលដែលយើងទៅរៀនដល់ម៉ោងសិក្សាបងប្អូនអាចយកកន្លែងដែលបងប្អូនមិនយល់នឹងយកទៅសាកសួរគ្រូបាននៅក្នុងម៉ោងរៀនអានឹងទី1គឺនិយាយស៊ឹបគឺការរៀនទុកជាមុនបងប្អូនហើយចូលដល់ទី2បងប្អូនគឺយន់ស៊ឹបបងប្អូនអញ្ចឹងយន់ស៊ឹបនេះគឺភាសាខ្មែរយើងគឺយើងអាចបកថាអនុវត្តបងប្អូនណាអញ្ចឹងការអនុវត្តយន់ស៊ឹបអញ្ចឹងនៅពេលដែលបងប្អូនរៀនមិនថាបងប្អូនរៀនភាសាអីទេអញ្ចឹងជាធម្មតានៅពេលដែលបងប្អូនរៀនហើយគឺយើងត្រូវការមានការអនុវត្តយើងត្រូវតែយន់ស៊ឹបបងប្អូនចុះឧទាហរណ៍ថាថ្ងៃហ្នឹងបងប្អូនបានសិក្សាអំពីវេយ្យាករណ៍ក៏ដូចជាពាក្យអីចឹងទៅអញ្ចឹងបើសិនជាយើងរៀនអំពីវេយ្យាករណ៍ហ្នឹងគឺបងប្អូនត្រូវតែយន់ស៊ឹបគឺការអនុវត្តអញ្ចឹងអនុវត្តរបៀបណាគឺបងប្អូនបង្កើតជាប្រយោគបង្កើតជាមានន័យថាប្រយោគឲ្យបានពី5ប្រយោគទៅ10ប្រយោគតាក់ទងជាមួយនឹងវេយ្យាករណ៍ដែលយើងបានសិក្សាហ្នឹងបងប្អូនហើយចំពោះពាក្យក៏ដោយបងប្អូនណាអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងគឺយើងសិក្សាបានពាក្យចំនួន10ពាក្យអញ្ចឹងទៅបងប្អូនអញ្ចឹងបងប្អូនត្រូវយកពាក្យហ្នឹងយកមកអនុវត្តនៅក្នុងការប្រើប្រាស់នៅក្នុងការនិយាយអញ្ចឹងទៅបងប្អូនដើម្បីឲ្យយើងចាំទាំងពាក្យហ្នឹងហើយយើងយកមកបូកបញ្ចូលជាមួយនឹងវេយ្យាករណ៍ឲ្យយើងចេះជាមួយនឹងពាក្យផងចេះជាមួយនឹងវេយ្យាករណ៍ថ្មីដែលយើងបានរៀនរួចហើយដូចគ្នាបងប្អូនអញ្ចឹងគេហៅថាយន់ស៊ឹបបងប្អូនអញ្ចឹងយើងបាន2បងប្អូនណាទី1គឺយេស៊ឹបគឺការរៀនទុកជាមុនហើយទី2គឺយន់ស៊ឹបគឺការដែលយើងអនុវត្តនៅពេលដែលយើងរៀនអញ្ចឹងគឺយើងធ្វើការអនុវត្តបងប្អូនដើម្បីឲ្យកាន់តែចេះកាន់តែចាប់បានអញ្ចឹងទៅបងប្អូនហើយយើងចូលទៅដល់ទី3បងប្អូនចំពោះទី3គឺចូលទៅដល់ភូកស៊ើបបងប្អូនអញ្ចឹងភូកស៊ើបចំពោះភាសាខ្មែរគឺយើងអាចបកថាគឺការរំលឹកឡើងវិញបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនសិក្សារួចហើយអញ្ចឹងឧទាហរណ៍ថាថ្ងៃនេះយើងរៀនអំពីវេយ្យាករណ៍បាន2វេយ្យាករណ៍បានពាក្យបានរៀនពីវប្បធម៌ទូទៅនៃប្រទេសកូរ៉េតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រឬក៏តាក់ទងជាមួយនឹងម្ហូបអាហារតាក់ទងជាមួយនឹងវប្បធម៌ទូទៅរបស់កូរ៉េអញ្ចឹងនៅពេលដែលបងប្អូនរៀនចប់ហើយអញ្ចឹងយើងត្រឡប់មកដល់ផ្ទះវិញអញ្ចឹងឬក៏យើងរៀនចប់ហើយគឺយើងធ្វើការភូកស៊ើបបងប្អូនអញ្ចឹងភូកស៊ើបគឺយើងរំលឹកឡើងវិញថាតើថ្ងៃហ្នឹងយើងបានសិក្សាអំពីគេខ្លះយើងបានរៀនអំពីពាក្យអីគេខ្លះហើយយើងបានរៀនអំពីវេយ្យាករណ៍អីគេខ្លះហើយយើងបានរៀនអំពីវប្បធម៌កូរ៉េអំពីប្រវត្តិសាស្ត្រកូរ៉េគេខ្លះបងប្អូនធ្វើការណូតទុកធ្វើការរំលឹកឡើងវិញអញ្ចឹងនៅពេលដែលបងប្អូនណាសិក្សាភាសាកូរ៉េបងប្អូនធ្វើតាមដូចរបៀបនៃការដែលខ្ញុំជម្រាបជូនបងប្អូន3របៀបហ្នឹងទី1គឺបងប្អូនយេស៊ឹបគឺការរៀនទុកជាមុនទី2គឺយន់ស៊ឹបគឺបងប្អូនរៀនហើយយើងអនុវត្តណាយកមកប្រើប្រាស់ជាក់ស្ដែងបង្កើតជាប្រយោគជាក់ស្ដែងដើម្បីឲ្យយើងស្វែងយល់បន្ថែមតាក់ទងជាមួយវេយ្យាករណ៍ក៏ដូចជាពាក្យថ្មីហើយចំពោះទី3គឺភូកស៊ើបភូកស៊ើបគឺជាការដែលបងប្អូនរំលឹកឡើងវិញអញ្ចឹងរំលឹកឡើងវិញយ៉ាងម៉េចបងប្អូននៅពេលដែលបងប្អូនរៀនចប់ហើយគឺយើងនិយាយទៅគឺយើងថាតើថ្ងៃនេះគឺយើងបានសិក្សាគេខ្លះយើងយកមករំលឹកឡើងវិញទៅដើម្បីបងប្អូនដើម្បីកុំឲ្យយើងភ្លេចនៅពេលដែលបងប្អូនទៅរៀនមេរៀនបន្តទៀតមេរៀនចាស់របស់យើងហ្នឹងគឺយើងនៅតែចាំអញ្ចឹងបងប្អូនណា
អញ្ចឹងនេះគឺជាគន្លឹះដែលបងប្អូនអាចធ្វើតាមខ្ញុំជឿថាបើសិនជាបងប្អូនធ្វើតាមដោយអ្វីដែលខ្ញុំបានជម្រាបជូនហ្នឹងណាបាទចំនួន3ចំណុចហ្នឹងណាគឺបងប្អូនបាទតែក្នុងមួយខែឬក៏2ខែបាទយ៉ាងយូរគឺ3ខែទេបងប្អូនគឺភាសាកូរ៉េគឺនឹងកើនឡើងតែម្ដងណាបាទគឺកើនឡើងជាលំដាប់តែម្ដងឲ្យតែយើងធ្វើបានជារៀងរាល់ថ្ងៃបងប្អូនណាមិនមែនថាបងប្អូនបាទគ្រាន់តែធ្វើបានតែមួយថ្ងៃពីរថ្ងៃហើយយើងបោះបង់ចោលអានឹងគឺអត់បានជោគជ័យទេបងប្អូនគឺប្រកាសជាភ្លេចទៀតហើយតែយើងខ្ជិលអញ្ចឹងបងប្អូនណាបាទអញ្ចឹងយើងឧស្សាហ៍ណាបាទជារៀងរាល់ថ្ងៃគឺយើងដកខាត់នៃភាសាកូរ៉េរបស់យើងរាល់ថ្ងៃទៅបាទនឹងពូកែបាទចេះនិយាយបាទចេះគេហៅថាអានក៏ដូចជាយល់អំពីវេយ្យាករណ៍យើងចេះច្រើនទៅគឺយើងអាចសន្ទនាជាមួយនឹងភាសាជាមួយជនជាតិកូរ៉េបានណាបាទជាមួយតកែបានចឹងទៅអាកន្លែងការងារយើងក៏កាន់តែងាយស្រួលហើយភាសាកូរ៉េយើងក៏កាន់តែកើនឡើងតកែក៏គាត់កាន់តែចូលចិត្តយើងនៅពេលដែលយើងចេះបាទច្រើនគាត់ប្រើអីក៏យើងដឹងចឹងណាបងប្អូនបាទអានេះក៏ជាចំណុចមួយដែរអូខេហើយអរគុណច្រើនចំពោះបងប្អូនដែលតាមដានបាទវីដេអូរបស់ខ្ញុំហើយយើងនឹងជួបគ្នានៅវីដេអូបាទក្រោយបន្តទៀតគឺខ្ញុំនឹងជម្រាបជូនបងប្អូនតាក់ទងជាមួយនឹងបាទថាតើបងប្អូនរៀនបែបណាទើបពូកែបាទវេយ្យាករណ៍កូរ៉េបាទរៀនបែបណាបាទទើបពូកែនៃការនិយាយភាសាកូរ៉េយើងគួរតែរៀនបែបណាទើបពូកែនៃការស្ដាប់ភាសាកូរ៉េរៀនបែបណាដើម្បីពូកែនៃការសរសេរបាទនេះបាទតែងសេចក្តីជាភាសាកូរ៉េបាទអញ្ចឹងទាំងអស់ហ្នឹងបាទមានទាំង4ចំណុចហ្នឹងឯងតើបងប្អូនចង់ឲ្យខ្ញុំបាទធ្វើជាមួយនឹងវីដេអូមួយណាបន្ទាប់ទៀតបងប្អូនអាចធ្វើការ comment បានណាតើតើជាមួយនឹងការដែលយើងរៀនវេយ្យាករណ៍ឪពុកែបាទតើតើជាមួយនឹងការដែលយើងរៀនបាទការសរសេរឪពុកែតើតើជាមួយនឹងការរៀនស្ដាប់ឪពុកែឬក៏ការនិយាយភាសាកូរ៉េឪពុកែអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាច comment ខាងក្រោមបានមានចម្ងល់ផ្សេងៗបាទបងប្អូនអាចបាទធ្វើការ comment ខាងក្រោមបានបាទសូមអរគុណច្រើនបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បាទសូមអរគុណបាទសូមគោរពបាទជម្រាបលា